ហាក់ដូចជាពិតជាបាននិយាយបែបនេះមែនជីនហ៊ូអញហ៊ានសម្លាប់សិទ្ធិច្បងរបស់ខ្ញុំឯងនិយាយថាគេមានតំណែងតំណងអ្វីជាមួយខ្ញុំឈិនហ៊ូឯងជាត្រេដ៏អស្ចារ្យប៉ុន្តែបែរជាមកសម្លាប់សិស្សរបស់ខ្ញុំដែលជាអ្នកស្នងតំណែងទៅវិញធ្វើបែបនេះមិនត្រឹមតែធ្វើឲ្យមនុស្សគោរពឯងទេតែវាជាការប្រមាថឥឡូវនេះសិស្សរបស់ខ្ញុំស្លាប់ហើយឯងត្រូវតែទទួលខុសត្រូវសិស្សច្បងនិយាយបានត្រឹមត្រូវណាស់ជីនសៀវគឺជាសិស្សផ្ទាល់របស់ខ្ញុំហើយក៏ជាអ្នកស្នងតំណែងដ៏អស្ចារ្យរបស់ខ្ញុំដែរឋានៈរបស់គេមិនចេញឯងប៉ុន្មានទេឈិនហូបើឈិនហ៊ូពិតជាបែបនេះមែនតើអ្នកនឹងធ្វើដូចម្ដេចទៅឈួតតាំងពីពេលណាដែលជីនសៀវខ្លាយជាសិស្សផ្ទាល់របស់ឯងខ្ញុំមិនដែលលើនេះសោះតើអ្នកកំពុងសង្ស័យលើខ្ញុំមែនទេតាមដែលខ្ញុំដឹងបន្ទាប់ពីជីនសៀវបរាជ័យតំណែងសិស្សផ្ទាល់របស់គេក៏ត្រូវបានដកហូតតើគ្រូសាអញហ៊ានអះអាងថាគេជាសិស្សរបស់ខ្ញុំមែនទេខ្ញុំនិយាយថាជាសិស្សគង់ត្រូវតែជាសិស្សឈិនហ៊ូខ្ញុំជាព្រះឯងគិតថាឯងអាចសង្ស័យខ្ញុំបានមែនទេតែដែលខ្ញុំទទួលគេជាសិស្សគឺដោយសារតែខ្ញុំអាណិតគេប៉ុណ្ណោះតើឯងមានសមត្ថភាពអ្វីមកប្រៀបធៀបនឹងខ្ញុំមិនហើយសំបីតែខ្ញុំក៏មិនអាចប្រៀបធៀបនឹងឯងបានដែរគេគ្រាន់តែជាអ្នកដើរតាំងពីក្រោយខ្ញុំប៉ុណ្ណោះគ្រូសាឯងពិតជាមានមកកុសខ្លាំងណាស់សិស្សផ្ទាល់របស់ខ្ញុំគឺតំណាងឲ្យព្រះឯងមិនអាចប្រៀបធៀបនឹងអ្នកដើរតាមរបស់ខ្ញុំបានទេកុំនិយាយច្រើនពេកឥឡូវនេះឯងត្រូវតែបញ្យល់រឿងនេះឲ្យខ្ញុំដឹងឈិនហ៊ូឯងនៅមិនទាន់ដឹងខ្លួនទៀតមែនទេខ្ញុំកំពុងនិយាយជាមួយគ្រូសាឯងគ្មានសិទ្ធិនិយាយទេឈិនហ៊ូគឺជាសិស្សផ្ទាល់របស់ខ្ញុំឋានៈរបស់គេគឺស្មួយនឹងឯងសើសានសែងក្រោមមេឃនេះអ្នកខ្លាំងគឺជារាជានិយមក្រំតែជាសិស្សម្នាក់តើអញហ៊ានមកនិយាយជាមួយធៀមមែនទេតើគ្រូសាឯងគ្មានច្បាប់ទម្លាប់ក្នុងការគោរពអ្នកធំមែនទេខ្ញុំគ្មានគូប្រៀបច្បាប់គឺខ្ញុំជាអ្នកកំណត់គ្មានគូប្រៀបឈិនហ៊ូទោះបីជាឯងអាចធ្វើឲ្យឈិនហ៊ូឈ្នះបានក៏មិនមែនមានន័យថាឯងខ្លាំងនោះទេឯងហ៊ាននិយាយថាគ្មានគូប្រៀបមែនទេសំបីតែព្រះក៏មិនហ៊ាននិយាយបែបនេះជាមួយខ្ញុំដែរសេះច្បងកុំខ្វល់ពីជ័យអីជីនសៀវសពព្រោះតែឯងឥឡូវនេះឯងត្រូវតែទទួលខុសត្រូវចំពោះរឿងនេះជីនសៀវមិនមែនជាកូនចៅរបស់ខ្ញុំទេបើមិនមែនជាការប្រើប្រាស់ក្បាច់គុណរបស់ឯងតើគេនឹងមានរឿងអ្វីទៅខ្ញុំមានជំនាញចាំក្បាច់គុណបំផុតបើឯងចង់ដឹងខ្ញុំនឹងបង្ហាញឲ្យឃើញចង់បានក្បាច់គុណរបស់ខ្ញុំមែនទេមិនអីទេគ្រូសាខ្ញុំនឹងឲ្យឯងឃើញឯងនឹងមិនអាចទប់ទល់នឹងក្បាច់គុណរបស់ខ្ញុំបានឡើយ